បាទជំរាបសួរបាទថ្ងៃនេះក៏ក្តៅដែរបាទ40អង្សាវាលមុខឆ្កងឆ្កែនៅហំទ្រាំបានខ្ញុំថ្ងៃនេះនឹងនិយាយអំពីបងសេងសារីបន្តិចឃើញគេចោះផ្សាយបាទតែឃើញមានចន្លោះច្រើនណាខ្ញុំគិតថាចង់ជួយបំភ្លឺបន្ថែមបន្តិចគឺខ្ញុំស្គាល់នឹងសេងសារីនឹងយូរបាទតាំងពីប្រហែលឆ្នាំមុនហ្នឹងគឺកាលពីសារីមករៀននៅថៃរៀនខាង Master និង Doctor ណាបាទហើយក្រោយមកស្លឹករ៉ូស៊ីតិចតួចម្ដងកាលកាលពីសារីធ្វើគ្រូនៅប្រទេសមានជ័យនៅប៉ោយប៉ែតនៅសាលាឯកជនមួយហើយក្រោយមកនៅតែតាក់ទងគ្នាហើយក៏ឃើញចេញតាមបានចេញពីសាលាហើយក៏ទៅធ្វើការនៅសាកលវិទ្យាល័យបាទនៅប្រទេសមានជ័យប៉ុន្តែក៏ដូចមិនសូវសប្បាយប៉ុន្មានក្រោយមកឃើញសារីឲ្យសភាបាទទស្សនៈខាងនយោបាយខាងអីទៅខ្ញុំក៏ស្ដាប់ខ្លះមកស្ដាប់ខ្លះពេលច្រើនខ្ជិលស្ដាប់ពីព្រោះយើងស្គាល់បានកំណត់របស់គេរបស់សារីហើយក្រោយមកបាទចុងក្រោយបានដឹងថាសារីហ្នឹងបានសុំវីសាបាទជ្រកកូនទៅរស់នៅប្រទេសអូស្ត្រាលីហើយក្រោយមកក៏បានយកម្ដាយកូន4នាក់ហ្នឹងក៏នឹងប្រពន្ធបាទទៅនៅអូស្ត្រាលីបាទទាំងអស់គឺថាយើងឃើញហើយក្រោយមកបានស្ដាប់បានឮថាលោកនាយករដ្ឋមន្ត្រីអតីតហ៊ុនសែននឹងបានបង្ហើបឲ្យតាម Telegram ហ្នឹងបានឲ្យខាងមនុស្សទូទៅហ្នឹងបានដឹងថាសេរីធ្លាប់បម្រើការងារឲ្យគាត់ហើយក៏បានទទួលយកលុយក៏ច្រើនដែរបាទពីលោកនាយករដ្ឋមន្ត្រីហ៊ុនសែននឹងដើម្បីជាលុយឲ្យធ្វើចារកម្មគណៈបកប្រឆាំងគណៈបកប្រឆាំងបាទខ្ញុំមកអង្គុយគិតហើយខ្ញុំគាត់ថាទាំងអស់ហ្នឹងវាមានគឺសេរីក៏បានលុយប៉ុន្តែក៏មានបាត់បង់ការទំនុកទុកចិត្តពីអ្នកជិតខាងអ្នកផ្សេងបាទដែលជាអ្វីដែលជាធ្នូនឹងការគឺរឿងនេះវាធ្ងន់ធ្ងរវាជារឿងសម្រាប់តែយើងបានទៅនៅអូស្ត្រាលីមកតែអ្នកខ្មែរនៅអូស្ត្រាលីគេក៏អាចមើលងាយយើងថាយើងជាមនុស្សក្លេកក្លុកបាទជា double agent អីអញ្ចឹងណាបាទយើងមិនដឹង agent នៅណាផងគិតយ៉ាងអង់គ្លេសថា double agent នោះតែខ្ញុំគិតថាទីមួយខ្ញុំមើលអានអត្ថបទហ្នឹងចុះពីកាសែតនៅអូស្ត្រាលីហើយខ្ញុំក៏គិតថាតើសេរីយ៉ាងម៉េចបានអាចទាក់ទងទៅលោកអតីតនាយករដ្ឋមន្ត្រីហ៊ុនសែនឬលោកអតីតនាយករដ្ឋមន្ត្រីជាអ្នកតំណែងសេរីមកដោយផ្ទាល់ហើយសេងសារីនេះខ្ញុំមើលទៅគិតក៏ជាមនុស្សទូទៅហ្នឹងឯងក៏ចេះតែប្រឹងរស់នៅទៅល្អជាងគេត្រង់មានចំណេះចិត្តដឹងមាន PhD ខំរស់ស៊ីមកជាគ្រួសារដើម្បីឲ្យកូនចៅមានអនាគតប៉ុន្តែខ្ញុំមិនដឹងថាសេងសារីមានតម្លៃប៉ុណ្ណា
នៅក្នុងចក្ខុវិស័យលោកអតីតនាយករដ្ឋមន្ត្រីទៅបានឲ្យលុយបន្តិចមកក៏មិនច្រើនបន្តិចមិនដែលសម័យរោមកហត់ក៏នៅតែមិនបានទេអាហ្នឹងខ្ញុំឆ្ងល់ហើយសេរីនិយាយទៅក្នុងជួរខាងបកប្រឆាំងណាមែនតែប្រឆាំងនេះគណៈបកដែលគេក្រុមមនុស្សដែលមានកំណត់របស់គេហ្នឹងខ្ញុំឃើញតែបានទៅហូបបាយនិងស៊ីសេរីបានហើយគឺរឿងចារកិច្ចចារកម្មចាបរោះហ្នឹងយើងអត់ដឹងទេណាធ្វើខ្លីជាចារបរោះហើយសម្បីតែខ្ញុំហ្នឹងខ្ញុំវាអាចធ្វើឲ្យខ្ញុំនៅស្រុកថៃខ្ញុំអាចធ្វើចារកម្មឲ្យថៃឬយ៉ាងណាខ្ញុំមានតែខ្លួនខ្ញុំបានឡើងតែខ្ញុំបានធ្វើចារកម្មចារស្អីនឹងគេទេបាទហើយខ្ញុំគិតថាសេងសេរីកាលពីមានដីកាចាប់ខ្លួននោះគឺហ្នឹងឯងកាលពីមានដីកាចាប់ខ្លួនហ្នឹងឯងបានចេញព្រឹកសេរីទេមករកខ្ញុំថាបងហើយបងខ្ញុំរកកន្លែងបង្កប់ខ្លួនផ្លែតហ្នឹងពីព្រោះគេមានដីកាចាប់ខ្លួនថារិគុណអីខ្ញុំមើលទៅសេរីមិនដែលរិគុណអីធ្ងន់ធ្ងរអីបណ្ណាទេសម្បីតែបង្ហោះ Facebook នោះខ្ញុំមិនទៅឃើញខ្ញុំបង្ហោះបែបព្រឹត្តិការណ៍សង្គមអីនយោបាយហ្នឹងម្ល៉េះធ្វើម៉េចអរិញតែខ្ញុំចង់មកសេរីផ្លែតខ្ញុំថាមិនមកមិនមានអីខ្ញុំក៏តែប្រទេសថ្ងៃបែមកព្រឹកនៅប៉ូលីសថៃទៅគឺជួយនៅកតុបថ្ងៃបែមកឮថាដីកាចាប់ខ្លួននឹងគេលុបចោលគេផ្អាកហើយខ្ញុំក៏ចេះតែឆ្ងល់មែនខ្ញុំក៏ថាអូខេ it's okay good ដល់ក្រោយមកបានមកដឹងថាមានរឿងចចាមរាមកាន់គ្នាថាសេរីធ្វើ double agent ណាបានលុយបានហើយខ្ញុំចាស់គួយគិតឆ្ងល់សេរីវាធ្វើចារកម្មហើយខ្ញុំឃើញវាមើលនិយាយថាក្នុងចំណោមក្រុមអ្នកប្រឆាំងហ្នឹងហើយក្រុមអ្នកប្រឆាំងខ្ញុំឃើញគួយមើលយើងដឹងហើយមានប្រមាណអ្នកមានតែអ្នកប្រមាណអ្នកដែលគេធ្វើរដ្ឋមន្ត្រីនេះនោះក៏និយាយរឿងទូទៅយើងមើលស្ដាប់ពីអាស៊ីសេរីយើងក៏ដឹងហើយព្រឹត្តិការណ៍នេះប្រទេសខ្មែរអត់មានអីថាវាជ្រៅជាងហ្នឹងទេខ្ញុំឃើញមានការឌៀមដាមចេញតាមហ្នឹងខ្ញុំគិតថាសេរីបានរៀបចំផែនការយូររៀបចំផែនការដើម្បីទៅនៅអូស្ត្រាលីចេញពីจุฬាក៏ទៅនៅអូស្ត្រាលីកាលហ្នឹងទៅតែម្នាក់ឯងទៅស្ទូចត្រីទៅធ្វើនេះធ្វើនោះទៅresearch ឲ្យសាកលវិទ្យាល័យ Melbourne ហ្នឹងខ្ញុំក៏យូរទៅលេងម្ដងតែក្រោយមកបានឃើញថាប៉ុនខ្ញុំគិតថាសេរីនៅធ្វើផែនការយូរហើយដើម្បីសុំសិទ្ធទៅរស់នៅប្រទេសអូស្ត្រាលីពីព្រោះសេរីក៏ពិបាកនៅសេរីតាមពិតជាសាស្ត្រាចារ្យនៅក្នុងក្របខ័ណ្ឌណាជាមន្ត្រីរាជការហ្នឹងមានថាទៅនៅប្រទេសខ្មែរហ្នឹងដូច្នេះការដែលសេរីចង់ទៅនៅក្រៅប្រទេសហ្នឹងវាអាចមកពីបញ្ហាក៏វានៅវាមិនសប្បាយចិត្តអីស្អីហ្នឹងបានគេគឺពិបាកការរស់នៅអីក៏បានរកវិធីធ្វើម៉េចបានទៅទាំងមកគ្រួសារអញ្ចឹងអាហ្នឹងហើយក៏ផ្ទះនៅភ្នំពេញក៏បងគេអស់គឺតាមពើផ្ទះនៅទិញបងលំលោះតាមដែលផ្ទះនេះវានៅដីក្រហមក្នុងផ្សារដីក្រហមខ្ញុំខ្សឹបទៅលេងម្ដងហើយខ្ញុំក៏គិតថាសេរីហ្នឹងគឺដាក់ផែនការដើម្បីទៅនៅអូស្ត្រាលីយកកូនយកពុនទៅ
ប៉ុន្តែលោកអតីតនាយករដ្ឋមន្ត្រីលោកអាចឃើញណាំឲ្យលុយទៅឃើញមានការងារមានស្នាដៃអីយល់អាព័ត៌មានទិញកាសែតមើលនឹងផ្ញើមកឲ្យបានលោកហ្នឹងឈប់ទៅប៉ុណ្្នឹងបានលោកអតីតនាយករដ្ឋមន្ត្រីហ៊ុនសែនហ្នឹងសម្ដេចហ៊ុនសែនហ្នឹងក៏បានបង្ហើបគឺបើកាលណាគេបង្ហើបគេកំចាត់ណាគឺអត់មានប្រយោជន៍អីទេលុយប៉ុណ្ណឹងគេវាដូចប៉ិនធ្លីដីបាទអាហ្នឹងនៃខ្ញុំគាត់ថាសេរីឆ្លាតក្នុងការហ្នឹងប៉ុន្តែ reverse effect របស់វាគឺវាធ្ងន់ធ្ងរវាធ្វើឲ្យយើងប៉ុន្តែវាធ្វើឲ្យយើងបាត់បង់នៅការទុកចិត្តពីសាធារណជនពីមិត្តភ័ក្តិបាទពីមិត្តភ័ក្តិគេមើលមុខយើងក៏មិនចំអីគេថាខ្លាចយើងទៅធ្វើនេះធ្វើនេះអាហ្នឹងជាមួយអ្វីមួយដែលគឺធ្វើឲ្យយើងពិបាកក្នុងការរស់នៅវាក៏មិនពិបាកដែរបើយើងមិនគិតអីច្រើនមិនឯវាចេះការដោះដូរមិននឹងអ្វីដែលយើងបានទៅរស់នៅអូស្ត្រាលីទៅដើម្បីអនាគតខ្ញុំគិតថាសេរីមានកូន4ហើយក៏ថាបានធ្វើបំពេញកាតព្វកិច្ចទូនាទីរបស់ខ្លួននៅក្នុងនាមយើងជាឪពុកយើងមេគ្រួសារក៏បាននឹមគ្រួសារទៅដល់ត្រើយបានទៅដល់ប្រទេសអូស្ត្រាលីដែលគេមានឱកាសនៅក្នុងជីវិតបាទច្រើនជាងខ្ពស់ជាងនៅស្រុកខ្មែរក៏មិនងឿយណាបានទៅមកគ្រួសារបែបហ្នឹងតែខ្ញុំអង្គុយគិតថាតែសេរីបើបានមើលคลิปបងក៏សុំបងគួរតែធ្វើអីដើម្បីខ្មែរទោះជាមនុស្សធម៌ឬស្អីដែលបងគិតថាវាមានប្រយោជន៍ចំពោះខ្មែរធ្វើទៅអាខូចខាននេះវាខូចខានហើយពីព្រោះយើងវាគ្មានអ្នកណាវិនទេបាទមានតែយើងគឺមានទទួលវា in and out យើង in យើងបានទទួលហើយវាក៏ត្រូវបាត់បង់ឲ្យខ្លះថ្ងៃមនុស្សយើងហើយបងឯងត្រូវតែទទួលឲ្យបានបែបហ្នឹងទទួលឲ្យបានឆ្នៃដែលខ្ញុំគិតថាទាំងអស់គឺចប់ប៉ុណ្ណឹងវាអត់មានអីជ្រៅចឹងហ្នឹងទេបាទព្រោះគណៈបកនយោបាយអីគេក៏កាត់កន្ទុយយកហើយគេមិនបានណាចង់សេពគប់យើងក៏មិនអីទេពិភពលោកយើងមនុស្សច្រើនណាស់តែសំខាន់ធ្វើតែម្ដងប៉ុណ្ណឹងបានហើយកុំធ្វើច្រើនដងណាបើធ្វើច្រើនដងគេមានណាសេពគប់យើងយើងពិបាកមែនតើបាទក៏សូមផ្ដាំតាំងពីអូនទៅនៅអូស្ត្រាលីប្រទេសស៊ីវិល័យហើយមិនដែលទេរោបងមិនដែលលេងសើចបាទមិនដែលនិយាយលេងសើចមិនដែលហើយទៅដល់ប្រទេសអូស្ត្រាលីហើយក៏សូមយកឱកាសហ្នឹងបាទដើម្បីជួយសង្គមខ្មែរជួយមនុស្សខ្មែរបងឯងមកលេងថៃលេងអីក៏នឹកដល់អ្នកក្រីក្រជាងយើងគេគ្មាន PhD ដោយបងហ្នឹងគេមកលក់ឈាមលក់អីនៅថៃហ្នឹងលក់ញើសឈាមមិនមែនថាមកលក់ឈាមទេសំនឹកដល់សង្គមខ្មែរយើងបាទបងមានអីទាំងផ្ដាំប៉ុណ្ណឹងបាននិយាយយូរថ្មិញមុខនោះបាត់ទៅ2 3ហើយចាស់ហើយបាទសូមគោរពសូមអរគុណទាំងអស់គ្នាសូមជូនពរឲ្យបងប្អូនខ្មែរយើងទាំងអស់គ្នាបាន
មានស្មារតីមុតមួមតស៊ូនឹងវិបត្តិសេដ្ឋកិច្ចខំរស់ស៊ីខំកាន់សែលកាន់ថដោយព្រះអង្គបានប្រាប់យើងប្រកាន់នៅសច្ចធម៌នៅបានយុត្តិធម៌ទាំងអស់គ្នាយើងសច្ចធម៌ខ្ពស់ណាស់បាទខ្មែរយើងត្រូវមានសច្ចធម៌វាខ្ពស់ពាក្យណាពាក្យហ្នឹងសូមឲ្យអ្នកទាំងអស់គ្នាបានមានលុយមានកាក់ដើម្បីបងគេខ្ញុំក៏មិនងឿយទេបាទមួយខែអង្គុយគិតរកតែលុយដើម្បីបងធនាគារណាហើយមិនមែនបងណារកបានរត់ប្រុចបងគេហ្នឹងទុកនឹងខ្លួនអត់បានទេតែប៉ុណ្ណឹងបាទសូមគោរពសូមអរគុណបាទមានជោគជ័យគ្រប់ប្រការសុខភាពល្អបាទ